អាវុធរបស់ថៃវាអាវុធរបស់វាក្រចេញប្រើពេលវាឆ្លៀនពៀនទឹកដីកម្ពុជាយើងគេថាអាវុធវានឹងអស្ចារ្យណាស់តែខ្ញុំមើលឃើញនៅក្នុងវីដេអូនេះគឺអាវុធរបស់វាពេលបាញ់ទៅមានន័យថាវាដូចជាខុសបច្ចេកទេសហើយខ្ទុះគ្រាប់ឆេះងាប់ខ្លួនឯងខ្ទេចឡានខ្ទេចអីអស់អញ្ចឹងអាវុធរបស់វាខុស quality វិញគឺមហាអន់ហើយទៅលក់ឲ្យប្រទេសក្រៅគ្មានអាណាគេទិញទេហើយជាប្រភេទ MLRS Multi Rocket System អញ្ចឹងវាចង់សាកជាមួយ BM21 របស់ខ្មែរមិនទៅរួចអញ្ចឹងខ្មែរយើងធ្វើសង្គ្រាមយើងបានអា BM21 នឹងជ្រុំវាឡើងចូលអត់ចុះចូលមកងាប់អានេះហើយវាចង់បញ្ចេញអាវុធទំនើបរបស់វាឥឡូវមកមានអីស្ពៃងាប់ខ្លួនឯង